កម្ពុជាថៃអនុម័តនិងចុះហត្ថលេខាបដិញ្ញាចិត្តអនុវត្តនៅបទចុះបាញ់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុចិតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC បានប្រព្រឹត្តទៅនាព្រឹកនេះហើយបានបញ្ចប់ទៅនៅវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំផាកាត់ខេត្តប៉ៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃក្រុមការសង្កេតការណ៍ពីក្រុមនាយអង្គការអាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណដ្ឋផុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC បានអនុម័តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទចុះបាញ់នេះឲ្យបានពេញលេញនិងស្វែងរកនូវសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ